តោះបងប្អូនអើយទោះរវល់យ៉ាងណាក៏កុំភ្លេចទំពាំងស្នងឫស្សីដើម្បីជាតិយើងទាំងអស់គ្នាបងប្អូននិយាយទៅខ្ញុំតែងតែចូលចិត្តធ្វើម្ហូបហើយឲ្យកូនជួយរៀបចានរៀបស្លាបព្រាបេះបន្លែប្លុកអីបន្តិចបន្តួចអីចឹងណាបងប្អូននិយាយទៅកូនខ្ញុំចូលចិត្តជួយដែរនិយាយទៅក្មេងៗចិត្តលេងអញ្ចឹងណាបងប្អូនមិនថាកូនខ្ញុំមិនថាបងប្អូនទេតែឃើញយើងធ្វើម្ហូបហើយចេះចង់ជួយម៉ាក់អីចឹងណាហើយនិយាយទៅខ្ញុំចូលចិត្តឲ្យកូនជួយបន្តិចបន្តួចអីចឹងទៅទោះបីវារៀងបរិយបន្តិចប៉ុន្តែមិនអីទេបងប្អូនយើងបោសសម្អាតតាមក្រោយទៅដើម្បីឲ្យយើងមានភាពស្និទ្ធស្នាលជាមួយកូនមានអនុស្សាវរីយ៍ជាមួយគ្នាហើយពេលកូនធំឡើងកូនចេះធ្វើអ្វីខ្លួនឯងអញ្ចឹងណាបងប្អូនព្រោះកូនធ្លាប់ឃើញយើងធ្វើអីអញ្ចឹងណាចាកុំឲ្យទុកកូនចោលហើយយើងអឺសង្ងំធ្វើ content តែម្នាក់ឯងអីអញ្ចឹងណាបងប្អូនចាយើងធ្វើជាមួយកូនយើងទៅនិយាយគ្នាលេងឲ្យបានច្រើនបងប្អូនចាហើយបើម៉ាក់មានបទពិសោធន៍អ្វីផ្សេងជួយចែករំលែកឲ្យនាងខ្ញុំបានដឹងផងបងប្អូនចាអរគុណ